អញ្ចឹងជាចំណុចចាប់ផ្ដើមដំបូងយើងស្វែងយល់អំពីអ្វីទៅគឺជា Windows អញ្ចឹង Windows ត្រូវបានគេឲ្យនិយមន័យថាគឺជាប្រតិបត្តិការគ្រប់គ្រងកម្មវិធីបែបរូបភាពអឺនិងមានទំនាក់ទំនងជាមួយឧបករណ៍ hardware មួយចំនួនដែលស្វ័យប្រវត្តិមិនតែប៉ុណ្ណោះ Windows មានលទ្ធភាពធ្វើឲ្យកម្មវិធីជាច្រើនមួយចំនួនមានទំនាក់ទំនងជាមួយគ្នាក្នុងការអនុវត្តការងារនឹងផ្ដល់នូវទំនាក់ទំនងយ៉ាងចម្បងចំពោះប្រព័ន្ធសេវាកម្មអ៊ីនធឺណិត email network ម្យ៉ាងវិញទៀតយើងក៏អាចមើលនិងផ្សាយតាក់ទងធ្វើការងារតាមរយៈទំនាក់ទំនងជាមួយកុំព្យូទ័របានតាមរយៈ Windows នឹងដែរដែលយើងធ្វើការដោយការបង្ហាញនៅលើ screen ឬគេហៅថា desktop ហើយទាំងអស់ហ្នឹងគេហៅថា desktop ហ្នឹងឯងនេះអេក្រង់យើងទាំងមូលហ្នឹងអាហ្នឹងគេហៅថា desktop ឥឡូវនៅលើ desktop ហ្នឹងនៅពេលដែលយើងឃើញអញ្ចឹងយើងសិក្សា desktop ហ្នឹងបន្តិចថាតើនៅលើ desktop ហ្នឹងមួយណាគេហៅអីមួយណាគេហៅអីឬចំណុចកន្លែងមួយគេហៅអីខ្លះអញ្ចឹងនៅលើ desktop ទាំងមូលចំណុចកន្លែងនេះគេហៅថា start ពេលដែលយើងចូលចំវា start នៅក្នុងហ្នឹងយើងអាចចាប់ផ្ដើមកម្មវិធីផ្សេងបានតាមរយៈការ start ហ្នឹងឯងយើងអាចចូល start ហ្នឹងហើយ URL program ឬកម្មវិធីណាមួយដែលយើងចង់ប្រើប្រាស់ហើយយើងក៏ចាប់បិទម៉ាស៊ីនឬក៏ restart ម៉ាស៊ីននៅចំណុច start ហ្នឹងដែរអញ្ចឹងយើងចុច start ទៅយើងមើលកន្លែង shutdown នេះពេលដែលយើងចូលចំ arrow key កន្លែងហ្នឹងទៅចូលចំកន្លែងហ្នឹងយើងឃើញមាន switch user log off log restart sleep ឬក៏ hibernate អញ្ចឹងបើសិនបើយើងចង់ shut down ម៉ាស៊ីនគឺប្រើកន្លែងហ្នឹងហើយយើងក៏អាចចូលទៅកាន់ control panel my computer music picture ឬក៏ document ឬក៏ឯកសារផ្សេងទៀតតាមរយៈ start button ហ្នឹងដែរអញ្ចឹងចំណុចហ្នឹងគឺ start button យើងអាចជ្រើសរើសយកទៅហើយនៅពេលដែលយើងចាប់ផ្ដើម start button ហ្នឹងហើយបើសិនបើយើងចូលចំ program ពេលនោះវានឹងចេញផ្ទាំងមួយទៀតមកនៅក្នុងនឹងជាមួយគ្នានេះយើងមាន program ជាច្រើននៅក្នុងនឹងមាន HP មាន Google Chrome មាន game មានអីជាច្រើននៅក្នុងនឹងជាមួយគ្នាដែរយើងអាច break វាត្រឡប់មកវិញយើងមើលអានេះបន្តិចពេលដែលយើងចូលចំកម្មវិធីណាមួយវាមានចេញមកម្ខាងនេះទៀតអាហ្នឹងគេហៅថា sub start មានន័យថាយើងចូលវាមកវាមានកម្មវិធីតូចគៀនហ្នឹងគេហៅថា sub start ហើយចំពោះអានេះវិញគឺគេហៅថា icon វាគឺជាសញ្ញាដែលយើងប្រើប្រាស់បានតាមតម្រូវការឧទាហរណ៍ដូចជាយើងចង់ប្រើប្រាស់កម្មវិធី Facebook យើងចុចទៅចំ icon Facebook ហើយគ្រប់កម្មវិធីទាំងអស់នៅលើ desktop ហ្នឹងករណីយើងចង់បើកយើងអាចคลิกពីរដងទៅលើវាឧទាហរណ៍អានេះមួយខ្ញុំចង់បើកវាខ្ញុំក៏ចុចពីរដងមកវានឹងបើកឲ្យរងចាំវាបន្តិចមកអញ្ចឹងកន្លែងនេះវាបើកឲ្យហើយយើងចង់បិទទៅវិញយើងចុចសញ្ញាខ្វែងមកអញ្ចឹងគ្រប់ icon ទាំងអស់នៅលើហ្នឹងយើងអាចបើកវាតាមរយៈចុច mouse ឆ្វេងពីរដងឲ្យញាប់ឬចុច mouse ស្ដាំហើយយើងយក open អាហ្នឹងបានដូចគ្នាដែរអូខេហើយការបើកយើងត្រូវមើលទៅវាបើកតាមប្រភេទ file របស់វាឧទាហរណ៍ file Word វាបើកជាមួយ Word file video បើកជាមួយកម្មវិធីចាក់វីដេអូនិង file ផ្សេងទៀតអូខេហើយខាងក្រោមនេះវិញគេហៅថា taskbar ហើយយើងនឹងសិក្សាថាតើ taskbar ជាអីហើយនៅពេលក្រោយហើយបន្តមកទៀតថាតើរបៀបយក icon មកដាក់លើ taskbar ឬក៏ shortcut taskbar ហ្នឹងគេធ្វើអីខ្លះបានជាមួយវាឬក៏កំណត់វាបានរបៀបម៉េចអាហ្នឹងយើងសិក្សាពេលក្រោយម្ដងវិញទៀតអានេះគេហៅថា icon ឬអាកន្លែងផ្សេងនេះយើងមើលនៅលើ desktop ទាំងមូលហ្នឹងអាផ្ទៃទំនេរនេះផ្ទៃទំនេរឬក៏ផ្ទៃទាំងអស់ហ្នឹងអាហ្នឹងគេហៅថា desktop ប៉ុន្តែអឺផ្ទាំងរូបភាពឬក៏កម្មវិធីមួយដែលនៅលើហ្នឹងអាហ្នឹងគេហៅ icon អញ្ចឹងបើសិនជាគេឲ្យយើង click លើ desktop គឺយើង click កន្លែងផ្សេងកន្លែងទំនេរនេះយើងអត់ click ទៅលើ icon ណាមួយទេហ្នឹងហើយដូចគ្នារបៀបselect icon ឬក៏ select icon ទាំងអស់នៅលើហ្នឹងយើងអាច select បានមួយអញ្ចឹងក៏បានឬយើងអាចបោសវាអញ្ចឹងមកចុចឆ្វេងជាប់ហើយយើងអូសមកពេលនេះយើងអាចបោស select បានដូចគ្នាហើយផ្នែកខាងនេះវិញនៅលើ taskbar ហ្នឹងខាងនេះគឺគេហៅថា interface ហ្នឹងគឺជា shortcut មួយចំនួនដែលគេប្រើប្រាស់អានេះម៉ោងរបស់ម៉ាស៊ីន
ម៉ោងហ្នឹងយើងអាចធ្វើការដូរបានដែរយើងគ្រាន់តែចុចចោលទៅលើវានេះវាបង្ហាញថ្ងៃទីខែឆ្នាំហើយបើសិនយើងចង់ដូរយើងចុចឆ្វេងមួយលើវាមកវាបង្ហាញរបៀបនេះយើងចង់ change វាយើងគ្រាន់តែយក change date and time setting មកពេលហ្នឹងវា load display មួយថ្មីមកទៀតវាមាន date automatic អញ្ចឹងហើយយើងចង់ធ្វើការផ្លាស់ប្ដូរមកយើងយក change date and time យើងចុចទៅលើវាមកវាទទួលបានកន្លែងនេះអញ្ចឹង date កន្លែងនេះយើងធ្វើការផ្លាស់ប្ដូរមកណាយើងចង់ដូរទៅណាយើងគ្រាន់ចុចសញ្ញាហ្នឹងមកអូខេយើងចុចខែវានឹងព្រមដាក់ខែប្រហែលចុចឆ្នាំវាឲ្យយើងជ្រើសរើសឆ្នាំអូខេនេះហើយម្ដងទៀតអាហ្នឹងគឺ change date អានេះ change time ម៉ោងយើងចង់ផ្លាស់ប្ដូរវាយើង select អានេះមួយមកយើងវាយម៉ោងចូលមកម៉ោងប្រហែលនេះដូចគ្នាវាយចូលនេះវាយចូលអានេះយើងចុចចឹងយើងអាចដូរ AM PM នៅកន្លែងនេះបន្ទាប់មកយើងចុចទៅលើអូខេមកជាការស្រេចហើយអូខេម្ដងទៀតទៅវាដូរឲ្យយើងអូតូម៉ាទិកហើយអូខេអញ្ចឹងនៅលើ desktop យើងបញ្ចប់ត្រឹមហ្នឹងសម្រាប់នៅលើ desktop